ក្រោយពីបានដឹងអាយុកាលការកកើតភូមិស្រុកនិងវត្តនេះហើយឥឡូវយើងបន្តដំណើរទៅទីតាំងផ្សេងទៀតចង់ដឹងថាទីតាំងខាងមុខនេះយើងនឹងបានជួបអ្វីទៀតសូមទៅតាមដានទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាទៅបុរាណដែរឥឡូវកាត់ជាផ្លូវស្រែហើយនៅស្វែងដៃស្នាមដៃសិតតែស្រែតែគេអត់តន់ជួដោយសារឥឡូវពងនៅខែប្រាំងនៅឡើយតែមានធ្លាក់ភ្លៀងមិនចាប់ផ្ដើមជួអូចំផ្លូវមើលម៉ាប់សិនដោយសារបាទអានេះផ្លូវដីក្រហមវាស្រួលប៉ុន្តែម៉ែបផ្លូវបុរាណទៅត្រង់នេះទេបាត់ឆាកមុនមើលតែរួចអត់ចុះខ្ញុំចោះសិនចោះហប់ក្រោមចាំជួយមើលគ្នាយើងមកតោះឆាមកអាយ៉ាហើយបកគេទល់អត់លុយទល់ស្គាល់ទេបាទលោកគ្រូផ្លែនេះគឺជាផ្លែខ្ចាស់ចាញ៉ាំបានទេចុះហូបបានតែឈឺក្បាលសាក់ឆាងធ្លាប់ហូបផ្លែខ្ចាស់ហ៎បងផ្លែធ្លោកធ្លោកអូផ្លែខ្ចាស់ផ្លែធ្លោកបាទបងប្អូនទាំងអស់គ្នានេះលោកគ្រូបេះធ្លោកមកឲ្យនេះអញ្ចឹងហូបបាននេះហូបបានទុំឲ្យខាំហូបបានបន្តិចទៅលិតបន្តិចកុំហូបបានវាមិនពុលទេនេះតាមមានគីឡូសោងខ្ញុំចេះច្រឡំផ្លែធ្លោកជាមួយផ្លែខ្ចាស់ធ្លោកឲ្យច្រឡំនេះមើលរសជាតិជូរពូកាន់ទៅចង់តមកតឡងជ្វីអ្មិចផ្លែធ្លោកអញ្ចឹងហ៎តឡងជ្វីស្ងោរបាននេះមិនបាច់ហូបទៀតវាយកឈឺចុះឆ្ងាញ់ហូបមើលអានឹងបាយថាគេហូបច្រើនទៅវាមិនហូបច្រើនទៅវារឿងខ្ពុលហើយឈឺក្បាលបាទច្រើនឈឺក្បាលហូបច្រើនដល់បានទេផ្លែនេះខ្ញុំរលពាក់ឃើញខ្ញុំរលផ្លែពាក់ឃើញពាក់ទុំចាតឡានយើងលើផ្លូវបុរាណយើងគឺទៅមុខទៀតអានឹងដល់ណាហើយបើនៅមុខនេះមានផ្លូវដីក្រហមមួយយើងមកដល់វត្តស្លាតដែលនៅខាងកើតវត្តជាផ្លូវបុរាណដែលយើងបានធ្វើដំណើរនៅសល់ស្នាមខ្លះដែរហើយយើងឃើញមានស្រះទឹកនៅខាងកើតពហិយប៉ុន្តែអីដែលយើងបានឃើញហ្នឹងគឺមាននៅសល់បំណែកនៃចែងប្រាសាទខ្លះដែលគេតម្កល់នៅវត្តប៉ុន្តែភាគច្រើនចាស់ទុំនៅនេះគាត់ដឹងថានេះមានពហិយមុនសម័យប៉ុលពតអីណាអញ្ចឹងតែអញ្ចឹងយើងអាចដឹងថាវាមានទំនាក់ទំនងជាមួយនឹងប្រជាជននៅគេរស់ដែរនឹងយូរដែរហើយណាអញ្ចឹងយើងអាចធ្វើដំណើរបន្តតាមផ្លូវបុរាណនោះទៀតណាបាទឥឡូវយើងបានឥឡូវយើងបានយក drone ពីលើវត្តយកទេសភាពរួចហើយឥឡូវយើងបន្តដំណើរទៅមុខទៀតដោយសារតែយើងខ្លាចបិចគ្នាយ៉ាងដែរអញ្ចឹងខ្លាចទៅពេលខ្លះយើងជិះធ្វើដំណើរតាមផ្លូវដាច់វាសេវាដាច់វាលសយ៉ាលចឹងទៅអត់មានកន្លែងជ្រោកទៅពិបាកឲ្យយើងឲ្យបានច្រើនអញ្ចឹងយើងនឹងចាប់ដើមបន្តទៅទៀតពួកមេឃដាក់សើសួរលេអូខេ
ដោយសារតែគោលដៅយើងនៅសល់ចម្ងាយឆ្ងាយអញ្ចឹងយើងប្រញាប់បន្តដំណើរទៅទីតាំងផ្សេងទៀតណាមួយមេឃដូចជាចង់រកភ្លៀងផងអញ្ចឹងយើងត្រូវតែស្រូតដំណើរទៅមុខទៀតទួទីយាយនៅមុខមានប្រាសាទមួយហ៎មានប្រាសាទមួយនៅចិត្តនេះខ្ញុំអត់ទេទេចាអត់ដែរបានមួយណាខ្ញុំនៅឆ្ងាយខ្ញុំអូបងនេះទេទីដួលបានមានទីដួលមានថាភាសាហ្នឹងមិនផងបាក់ហ្នឹងអានេះប្រាសាទអិនបាទអត់ស្គាល់អីផងក្នុងនេះគេសេអង់គ្លេសមើលមិនយល់ថាគេថាម៉េចប្រាសាទបងរោពងរោអីណាពងរោអីអូពងរោយើងឃើញនៅលើ Google មានឈ្មោះណាបាទតាមអក្សរបាទគេហៅប្រាសាទពងរោនេះប្រាសាទវាឥតហើយយើងក៏ឃើញខឿននេះបែរជាមេទ្វារអញ្ចឹងយើងអាចដឹងថាវាជាតួប្រាសាទដែរបាទប៉ុន្តែសួរថាពេលណាក៏អត់ដឹងដែរប៉ុន្តែម្ដុំនេះភាគច្រើនពីសម័យអង្គរសតវត្សទី10ទីអីចឹងណា11អីជំនាញដែរប៉ុន្តែរឿងសំខាន់គឺវាស្ថិតនៅចម្ងាយប្រហែលជាជិត2គីឡូអត់ដល់2គីឡូទេ1គីឡូពីផ្លូវបុរាណ1គីឡូបន្តិចហ្នឹងណាបាទអញ្ចឹងដែលវាចង់និយាយថាវាតើវាអាចមានតំណែងអំណងមួយផ្លូវបុរាណហ្នឹងទេឬមួយអីណាប៉ុន្តែបើមើលទៅមិញដូចថានៅចិត្តពាក់ស្នែងណាពាក់ស្នែងនៅខាងនេះវិញគ្រូខ្ញុំអត់ដែរទៅសួរបន្ទាប់ពីធ្វើដំណើរដល់វែងឆ្ងាយឥឡូវនេះពួកយើងក៏បានមកដល់ទីក្រុងថ្មីមួយទីក្រុងនេះគឺមានឈ្មោះថាទីក្រុងពាក់ស្នែងហើយផ្លូវបុរាណរបស់យើងធ្វើដំណើរតាមផ្លូវបុរាណនោះគឺនៅខាងក្រោយទីក្រុងពាក់ស្នែងនេះតែម្ដងអញ្ចឹងនៅពេលដែលយើងធ្វើដំណើរមកហ្នឹងក៏ឈៀងចូលមកថតទីក្រុងពាក់ស្នែងឲ្យបងប្អូនទាំងអស់គ្នាបានឃើញមុននឹងបន្តដំណើរទៅខាងមុខទៀតយើងខ្ញុំនឹងនាំប្រិយមិត្តទាំងអស់គ្នាទៅទស្សនាទីតាំងដ៏ពិសេសមួយនោះគឺអនាគតទីក្រុងថ្មីហៅថាទីក្រុងពាក់ស្នែងបច្ចុប្បន្នរដ្ឋាភិបាលកំពុងតែសាងសង់នៅហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងៗសម្រាប់ផ្ដល់ភាពងាយស្រួលនិងតបទៅតាមតម្រូវការរបស់ប្រជាជនដែលចូលមករស់នៅទីក្រុងថ្មីមួយនេះអូខេអរគ្នាយើងមក5ឲ្យ5នឹងគេចើយើងរោផ្លែនបន្ទាប់របស់យើងនេះគឺរោផ្ទះជាពលរដ្ឋសុំស្នាក់នៅជប់តែដឹងថាយ៉ាងម៉េចទេមើលយើងរោមួយសិនខ្លាច់ល្ងិតបែកគ្នាបានអត់នេះខ្លាច់ល្ងិតបែកគ្នាបានអត់អូខេបែកគ្នាបានខ្ញុំទៅនោះហើយស្នាក់នៅដល់ឥឡូវម៉ោង5តែអង្គខាន់ទៅណានេះបាទលបងធ្វើអីលបងថ្មអូបាទអរគុណដោយសារតែយើងទៅគោលដៅដែលស្គាល់នៅលីស្គាល់នៅនេះគេហៅភូមិពងទឹកគឺភូមិដែលជាប់នៅផ្លូវបុរាណដែរអញ្ចឹងដោយសារតែខ្ញុំមានស្គាល់អ៊ំគាត់ឈ្មោះអ៊ំខាន់ដែលជាឪពុករបស់បងថ្លៃខ្ញុំអញ្ចឹងសុំគាត់ស្នាក់ឥឡូវពងអាជីរោផ្ទះដោយសារតែខានមកយូរទៅរត់ឃើញទៀតទៅបានចង់បានសប្រាអីនិយាយទៅរៀងដល់មកនិយាយដល់មកហើយហ្នឹងតែស្វាយល្អទៀតស្វាយដល់គាត់
bóp bóp không to bóp này anh kèo ăn việc chua bông ông ăn gọt đây ấy nhông mà ôn bóng tây nhông ôn bóng tây bóng lô ba nhưng mà ôn chỉ đôn mùi bóng tây là bây tới nhưng mà thưa ca tam play đi tới có sông cái lạnh sạ sạ đây không côn gì lai chụp xu bông chụp mặt mà sông sạ sạ nhưng sông tròn răng cây như là thơ mà hôm tới hôm lần vậy cam cái này bông play là lẹ với lẹ của bạn rồi tròn xài ok ទាំងអស់គ្នាឥឡូវយើងរត់ផ្ទះគាត់ឃើញឲ្យបានសម្រាប់ហើយខ្ញុំអស់លេងនេះខ្ញុំធ្ងន់ជាងគេគឺកាបូបនេះកុំព្យូទ័រ2នៅក្នុងនឹងចូលគ្នាថាយើងជិះម៉ូតូទៅវាមិនសូវស្រួលប៉ុន្មានវាពិបាកយើងឲ្យបានច្រើនឥឡូវយើងមកដល់ហើយសម្រាប់ដំណើរកម្សាន្តផ្សងព្រេងតាមផ្លូវបុរាណនៅសប្តាហ៍នេះក៏បានឈានចូលមកដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាពួកយើងនឹងជួបគ្នាទៀតនៅសប្តាហ៍ក្រោយ